ឥឡូវនេះបើសិនជាចង់រកផលិតផលខ្មែរគឺមានច្រើនមែនតើមានច្រើនជាងការពេដែរពួកយើងទៅត្រូវបានពួកកែលីពីជាទៀតប៉ុន្តែផលិតផលខ្លះជាផលិតផលខ្មែរតែឈ្មោះជាផលិតផលកែលីពីខ្លាចបន្លំបတ်ថាផលិតផលមួយរសជាតិនិងតម្លៃពិតជាសំខាន់មែនតើប៉ុន្តែអនាម័យនិងស្តង់ដារផលិតចេញពីវត្ថុធាតុដើមថ្មីស្រស់មានតែអធិរក្សាទុកគឺរត់តែសំខាន់ជាងព្រោះថាឥឡូវនេះសុខភាពពិតជាសំខាន់ខ្លាំងមែនតើដូចបងឃើញអញ្ចឹងថ្ងៃនេះពួកយើងមកបង្ហាញបងអំពីចង្វាក់ផលិតកម្មរបស់ផលិតផលអាហារ AMC ថាតើពួកយើងផលិតដោយរបៀបណាមានអនាម័យអត់មានគុណភាពអត់បងអាចទុកចិត្តបានទេតិចបងឃើញតែសាច់ដែលយកមកផលិតជាសាច់កកគិតថាជាសាច់សខូចគុណភាពចេះតែយកមកផលិតលក់ឲ្យបងអត់មានគិតពីសុខភាពរបស់បងអ្នកញ៉ាំចាគឺអត់ទេនៅទីនេះពួកយើងគិតពីសុខភាពរបស់អ្នកបរិភោគជាចម្បងសាច់ដែលយើងយកមកប្រើប្រាស់គឺសុទ្ធតែជាសាច់ថ្មីស្រស់ត្រឹមតែមកពីកន្លែងកម្មពួកយើងអត់យកសាច់ដែលសឬក៏សាច់ដែលខូចគុណភាពយកមកធ្វើទេហេតុអីយើងត្រូវដាក់កន្លែងកកគឺយើងដាក់វាដើម្បីធ្វើឲ្យពេលផលិតជាប្រហិតហ្នឹងទៅប្រហិតថតដល់ប៉ាតេយើងមានសភាពស្វិតរសជាតិឆ្ងាញ់មិនផុយប៉ុន្តែមិនមែនមានន័យថាស្វិតដូចយើងដាក់ថ្នាំទេបងគឺស្វិតនៅក្នុងកម្រិតមួយដែលជាធម្មជាតិចំណែកឯនៅក្នុងសង្វាក់ផលិតកម្មរបស់ពួកយើងវិញគឺមានអនាម័យមែនតើដូចបងឃើញនៅក្នុងហ្នឹងអញ្ចឹងមិនមែនពួកយើងថតទៅពួកយើងសម្ដែងទេជារៀងរាល់ថ្ងៃគឺសភាពបែបនេះកន្លែងផលិតគឺមានអនាម័យមានការសម្អាតត្រឹមត្រូវមានស្តង់ដារមានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធដូច្នេះហើយបើសិនមកជាបងត្រូវការផលិតផលអាហារកែច្នៃឬក៏បងដែលមានកូនតូចពួកគាត់ចូលចិត្តញ៉ាំអាហារកែច្នៃប្រហិតថតដល់ប៉ាតេបងអាចជ្រើសរើសយក ANC បានពួកយើងធានាថាពួកយើងផលិតដោយស្តង់ដារគិតគូរដល់សុខភាពរបស់អ្នកញ៉ាំជាចម្បងញ៉ាំទៅអត់មានប៉ះពាល់ទេព្រោះថាពួកយើងផលិតចេញពីសាច់ស្រស់ថ្មី 100% អរគុណបង